បាទជាដំបូងសូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះលោកថាមកបង្ហាញពីឧបករណ៍ចរន្តរវល់ដែលឧបករណ៍នេះធ្វើក្នុងគោលបំណងដើម្បីជំនួយការក្នុងការបង្រៀនដល់ថ្នាក់ទី7ហើយទៅតាមកណ្ដាលសម្ភារៈដើម្បីផលិតឧបករណ៍នេះមានដូចជាដល់ទឹកពីតាមានចំនួន3បំពង់សារ៉ាំងមានចំនួន2កត្រៃដើម្បីកាត់ប្រឡោះប្រហោងនៃ10ទឹកពីតាហើយមានកែទៀនប្រព័ន្ធបាញ់កែទៀនហើយទៅតាមជាមួយនឹងឧបករណ៍ពិសោធន៍មានដូចជាធុបចំនួន8ដើមទៀនហើយនឹង10កម្រិត10ប្រសិទ្ធហើយនឹងលេខឥឡូវទៅតាមជាមួយនឹងដំណើរការផលិតទី1គឺយើងត្រូវចប់ប្រហោងនៅដល់បំពង់ដល់ទឹកទីតាទី2ហ្នឹងគឺជាដំបូងគឺយើងចប់សងខាងដែលវាចេញពីបាតទៅប្រហែលជា10សង់ទីម៉ែត្រនេះគឺជាផ្នែកខាងនេះមួយហើយនឹងផ្នែកខាងនេះមួយទៀតហើយប្រហោងទី3នេះគឺយើងចប់ផ្នែកខាងបាតហើយកម្លាំងវាដើម្បីសម្រាប់ដាក់ទៀនឬកម្ដៅចូលចំណែកបំពង់ទី1វិញគឺយើងចប់ផ្នែកខាងជំហៀងដែរប៉ុន្តែយើងប្រហែលជា5សង់ទីម៉ែត្រពីបាតអាហ្នឹងគឺយើងចប់តែ10សង់ទីម៉ែត្រពីបាតក៏បានហើយវាស្មើនេះតែខ្ញុំដាក់ស៊ីក្នុងបាតស្មើនេះគឺវា5សង់ទីម៉ែត្រដូចគ្នាចំណែកដល់ទី3គឺយើងចប់ប្រហែលជា10សង់ទីម៉ែត្រពីបាតផ្នែកជំហៀងដែរគឺដាក់ឲ្យស៊ីជាមួយនឹងដល់ទី2នៃប្រឡោះទី2របស់យើងហើយដំណើរការផលិតគឺទី1គឺយើងយកបំពង់សារ៉ាំងទី1ទៅភ្ជាប់ជាមួយនឹង10ទឹកពីតាទី2ហ្នឹងគឺយើងភ្ជាប់បែបនេះហើយតើតោជាមួយនឹង10ទឹកទី1នេះគឺយើងភ្ជាប់ដូចគ្នាភ្ជាប់ពី10ទឹកទី1ទៅនឹង10ទឹកទី2ដល់បំពង់សារ៉ាំងបែបនេះគឺយើងចោះបែបនេះហើយឥឡូវយើងភ្ជាប់ទៅនឹងបំពង់ទី1ទៅនឹងបំពង់ទី2យើងរួចរាល់ហើយឥឡូវយើងមកភ្ជាប់ជាមួយនឹងបំពង់ទី3ឬដល់ទី3ទៅនឹងសារ៉ាំងតបន្តគ្នាមកបាទក្រោយពីដំណើរការផលិតយើងឃើញថាយើងផលិតបានរួចរាល់ហើយจะต้องទៅនឹងចរន្តរលូនដើរដោយខ្យល់ហើយបាទក្រោយពីផលិតរួចយើងឃើញថាយើងទទួលបានឧបករណ៍ដោយចរន្តរវល់ដោយជួបបានជោគជ័យហើយឥឡូវយើងចូលឈានទៅដល់ដំណាក់កាលពិសោធន៍មុននឹងឈានទៅដល់ដំណាក់កាលពិសោធន៍ខ្ញុំរំលឹកស្ដីទាក់ទងជាមួយនឹងការនិយាយពីចរន្តរវល់បន្តិចគេនៅក្នុងចរន្តរវល់គេនិយាយថាការចោលដៅនៅផ្នែកខាងក្រោមនៅពេលដែលវាប៉ះដីវានឹងរីករាលហើយហក់ឡើងទៅលើទាក់ទងនឹងបរិយាកាសយើងជាក់ស្ដែងហើយនៅពេលដែលខ្យល់ក្តៅហោះទៅលើវាប៉ះទៅនឹងបរិយាកាសហើយវារួមមានមកវិញវានឹងធ្លាក់មកដីវិញហើយដំណើរការនេះនៅពេលដែលវាធ្លាក់ដីវិញវាខ្លាយទៅជាខ្យល់ក្តៅហើយហោះឡើងទៅលើវាធ្វើដំណើរការនេះវាជុំរហូតវាបង្កើតបានជាចរន្តរវល់ទើបគេហៅវាថាជាដំណើរការនៃចរន្តរវល់ឥឡូវយើងឈានទៅដល់ការពិសោធន៍ឥឡូវមកចូលដល់ដំណើរការពិសោធន៍ដំណើរការពិសោធន៍នេះខ្ញុំតាំងឲ្យទីនេះគឺជាខ្យល់ក្តៅគឺវាស្ថិតនៅផ្នែកខាងទីដីដែលគេហៅថាផ្នែកខាងក្តៅនឹងហើយយើងយកទីនេះដាក់នៅចំណុចកណ្ដាលនៃ10ទឹកពីតាយើងឬហៅថា10ទី2ហើយយើងនឹងទទួលបានខ្យល់ក្តៅដែលហោះចេញពី10ទី2ហ្នឹងហោះឡើងទៅលើហើយដំណាក់កាលទី2ដំណាក់កាលទី2ខ្ញុំយកធុកនេះផ្សេងធុកនេះតំណាងឲ្យខ្យល់ត្រជាក់គេថាយើងបានដឹងរួចហើយថាកាលណាដែលខ្យល់ក្តៅហោះឡើងទៅលើវាប៉ះទៅនឹងបរិយាកាសវាខ្លាយទៅជាខ្យល់ត្រជាក់ហើយវារួមមានមកវិញដល់ពេលដែលវារួមមានវាធ្លាក់មកចុះក្រោមវាបានខ្លាយទៅជាខ្យល់ត្រជាក់ឥឡូវយើងដំណើរការពិសោធន៍មួយទៅដំណើរការពិសោធន៍គឺយើងយកធុបផ្សេងធុបហ្នឹងទៅដាក់នឹងបំពង់10ទឹកពីតាទាំងសងខាង
bà dân khơi tha ở xanh khúc nắng ho cho từ còm hơi đây bia đầm nàng ở cho từ chuyện thôi chừng này xanh khúc để ho cho từ còm nắng bia cho tam bổng cung từ cho đo nông bổng cung này cho đây là cả bổng cung thì pi nằng hơi dân khơi tha bia cò ho lên đây để tông từ năng bổng cung thì pi này xanh khúc nắng đây là đầm nàng ở cho này hơi ta tao làm ca này kêu việt vơ ca vơ chung lọt hồn cho cái đáy kho hơn từ lứa hơi cho thì chia hoặc cho một rồng việt làm ca vơ chung bệnh này hơi tới kia hai tháng chờ rong vừa vừa bà làm ca vì sao chứ cứ miền tại phần năng ấy bà làm ca vì sao chứ cứ miền tại phần năng ấy mà thì trong nói xôn họ cũng sẽ làm ca từ nào video này và tôi